សាច់ញ៉ាំម្ហូបកូរ៉េលើកដំបូងជាមួយគ្រួសារអូយបងប្អូនដែលធ្លាប់ញ៉ាំម្ហូបកូរ៉េដឹងហើយមានគីមជីមានជ្រក់អីផ្សេងហើយសាច់អាំងជាមួយនឹងបន្លែអីចឹងណាមកឥឡូវបងប្អូនមកហាងកូរ៉េមួយកន្លែងនៅក្នុងក្រុងភ្នំពេញទេជាមួយនឹងរសជាតិបែបកូរ៉េពិតតែម្ដងយើងមានហៅតុប៊ូគីរសជាតិឆ្ងាញ់ដិតឆ្ងាញ់មែនតើសាច់អាំងជាមួយនឹងគីមជីហើយនឹងសាឡាត់ស្រួយអញ្ចឹងទៅអូគឺឆ្ងាញ់មែនតើហើយជាពិសេសនេះអាម្សៅនំនេះអាំងឆ្ងាញ់គ្រួសារខ្ញុំក៏ចូលចិត្តមែនតើអារម្មណ៍ជាមួយស្លឹកនឹងហើយសាច់អាំងហើយចុងក្រោយជាមួយនឹងស៊ុបផ្អែមកូរ៉េជុំគ្នាល្អមែនតើអរគុណចេសម្រាប់ការផេមកពេលនេះអត់ដឹងថាអស់ម៉ានអត់ដឹងទេចេគាត់មកពី US គាត់អ្នកផេហើយជុំក្មួយឆ្ងាញ់មែនតើថ្លៃមាត់គ្រឿងជ្រក់បែបនេះពេលដែលអស់បុគ្គលិកគេអាចថែមឲ្យយើងបានយើងអាចកំងបន្ថែមបានម្ហូបកូរ៉េមកពេលនេះខ្ញុំរ៉េតឲ្យ8លើ10ហើយបើអ្នកចូលចិត្តម្ហូបកូរ៉េចំហ្មងបើគ្រួសារខ្ញុំគាត់ធ្លាប់ទៅកូរ៉េនៅពេលយើងគាត់ថារសជាតិឆ្ងាញ់ដូចនៅកូរ៉េអញ្ចឹងខ្ញុំអត់សូវចេះញ៉ាំខ្ញុំសុំរ៉េតឲ្យប៉ុណ្ណឹងបានហើយប៉ុន្តែអ្នកដែលចេះញ៉ាំប្រកាសជាឆ្ងាញ់ហើយអរគុណបងប្អូនបើចង់សាកម្ហូបកូរ៉េក៏អាចទៅទីតាំងគាត់បានដែរបងប្អូនអាច search នៅក្នុង Google Map ឬមួយទៅតាម page Facebook ក៏បានដែរអរគុណច្រើន